រមិញសហគមន៍នេះមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាផ្លូវថ្នល់ស្ពានប្រឡាយទឹកខ្វាត់ខ្វែងលូបង្ហូរទឹកសាលារៀនមណ្ឌលសុខភាពសាលាឃុំផ្សារសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនអ្នកដឹកនាំស្ថាប័ននីមួយសុទ្ធតែជាមនុស្សស្នេហាជាតិស្អាតស្អំនិងគោរពតួនាទីរបស់ខ្លួនបានល្អគ្រប់ពេលវេលាអ្នកស្រុកនេះភាគច្រើនជាមនុស្សចេះដឹងឧស្សាហ៍ព្យាយាមនិងមានគំនិតជឿនលឿនពួកគេចូលចិត្តស្ដាប់ព័ត៌មានផ្សេងទាក់ទងនឹងការអប់រំបញ្ហាសុខភាពនិងខិតខំរៀនបច្ចេកទេសកសិកម្មថ្មីអ្នករស់នៅតំបន់នេះមិនដែលទុកពេលវេលាឲ្យនៅទំនេរឡើយគេច្រើនប្រកបរបរកសិកម្មដូចជាដាំដំណាំធ្វើស្រែចិញ្ចឹមសត្វតាមបច្ចេកទេសទំនើបនិងធ្វើសិប្បកម្មប្រជាជននៅទីនេះជាមនុស្សសន្តិភាពនិយមពេលមានទំនាស់គេតែងដោះស្រាយដោយអហិង្សាពួកគេរស់នៅមានសណ្ដាប់ធ្នាប់ល្អចេះគោរពច្បាប់មានអធ្យាស្រ័យល្អនិងចេះជួយគ្នាទៅវិញទៅមកអ្នកទៅដល់សហគមន៍ថ្មីនោះតែងសរសើរថាគឺជាសហគមន៍ដ៏សុខសាន្តនិងជឿនលឿនបំផុត